But why ហេតុអ្វីបានជាមានផ្សែងចេញពីលូនិងផ្លូវនៅទីក្រុងញូវយ៉កដើម្បីឆ្លើយសំណួរនេះដំបូងយើងត្រូវត្រឡប់ពេលទៅក្រោយក្នុងសតវត្សទី19ក្នុងទីក្រុង Lockport កាលពីពេលនោះប្រជាជននៅតំបន់ត្រជាក់ក្នុងប្រទេសអាមេរិកដើម្បីឲ្យក្នុងផ្ទះមានភាពកក់ក្ដៅពួកគេរំពឹងលើតែចង្ក្រានកម្ដៅតែប៉ុណ្ណោះបន្ទាប់មកបុរសម្នាក់ដែលមានឈ្មោះថា Bertziel Holly បានប្រើគំនិតរបស់គាត់ដើម្បីបង្កើតម៉ាស៊ីនមួយដែលមានបំពង់ដែករត់ក្នុងផ្ទះគាត់ហើយបំពង់ដែកនោះបានតភ្ជាប់ជាមួយនឹងម៉ាស៊ីនកម្ដៅទឹកដើម្បីឲ្យចំហាយក្ដៅរត់តាមបំពង់ដែកនោះហើយគំនិតរបស់គាត់មួយនេះក៏បានជោគជ័យ6ខែក្រោយមកការពិសោធន៍ធ្វើម៉ាស៊ីនរបស់គាត់មួយនេះលោក Holly គាត់ក៏បានបង្កើតក្រុមហ៊ុនចំហាយក្ដៅមួយហើយគាត់ក៏បានចាប់ផ្ដើមជីកដីនិងដំឡើងប្រព័ន្ធចំហាយកម្ដៅពេញទីក្រុងរបស់គាត់ហើយការបង្កើតប្រព័ន្ធនេះបានតាក់ទាញភ្នែកអ្នកជំនួញលោក Wallace C. Andrew និងវិស្វករម្នាក់ឈ្មោះ Charles E. Emery ហើយពួកគាត់មានគម្រោងចង់យកប្រព័ន្ធនេះទៅទីក្រុងធំៗហើយទីក្រុងដំបូងនោះគឺ Manhattan ក្រុមហ៊ុនរបស់លោក Andrew បានចាប់ផ្ដើមក្នុងឆ្នាំ1881នៅក្នុងទីក្រុង Manhattan មកដល់ឆ្នាំ1886ពួកគាត់មានអ្នកប្រើប្រាស់ប្រព័ន្ធរបស់គាត់រហូតដល់350ផ្ទះប្រវែងប្រព័ន្ធជាង8គីឡូម៉ែត្រនៅដើមខែមិនិនាមានព្យុះព្រិលមួយដែលបានធ្វើឲ្យទីក្រុង Manhattan គ្របទៅដោយព្រិលរហូតដល់1ម៉ែត្រកន្លះជាងផ្ទះដែលបានប្រើប្រាស់អុសនិងថ្មធ្យូងត្រូវមានការពិបាកក្នុងការទុកផ្ទះរបស់ពួកគាត់ឲ្យមានកម្ដៅព្រោះពួកគេពិបាកធ្វើដំណើរទៅទិញរបស់ទាំងនោះប៉ុន្តែសម្រាប់អ្នកដែលបានប្រើប្រាស់ប្រព័ន្ធចំហាយកម្ដៅរបស់លោក Andrew គឺគ្មានបញ្ហាទាំងនោះឡើយចាប់ពីពេលនោះមកក្រុមហ៊ុនប្រព័ន្ធចំហាយរបស់គាត់ក៏បានផ្ទុះឡើងពីឆ្នាំ1954ដល់បច្ចុប្បន្នទីក្រុងញូវយ៉កមានប្រព័ន្ធចំហាយនិងអគ្គិសនី Con Edison ដែលបានគ្រប់គ្រងលើប្រព័ន្ធចំហាយនេះហើយទីក្រុងនេះមានប្រភពចំហាយពីរោងចក្រសរុបចំនួន7ថាមពលចំនួន4នៅទីក្រុង Manhattan 2នៅ Queens និងមួយទៀតនៅ Brooklyn ហើយនៅក្នុងរោងចក្រថាមពលនោះគឺឧស្ម័នធម្មជាតិត្រូវបានដុតដើម្បីបង្វិលកង្ហារសម្រាប់បង្កើតថាមពលអគ្គិសនីបន្ទាប់មកសម្ពាធឧស្ម័នត្រូវបានយកទៅកម្ដៅទឹកដើម្បីបង្កើតចំហាយក្ដៅដែលយកទៅប្រើប្រាស់នៅក្នុងផ្ទះនីមួយៗត្រឡប់មកសំណួររបស់យើងវិញតើហេតុអ្វីបានជាមានផ្សែងចេញពីលូនិងផ្លូវនៅទីក្រុងញូវយ៉កនោះគឺការថែទាំប្រព័ន្ធទាំងនេះបំពង់ចំហាយអាចច្រេះនិងបែកគ្រប់ពេលវេលានិងគ្រប់ទីកន្លែងមួយទៀតគឺសម្ពាធចំហាយដែលបានបង្កឡើងដោយការស្ទះទឹកនៅក្នុងបំពង់ដែលបង្កឲ្យមានការផ្ទុះបំពង់ប្រព័ន្ធហើយធ្វើឲ្យចំហាយក្ដៅចេញពីដីនិងផ្លូវដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជនដែលដើរនិងរស់នៅទីនោះប៉ុន្តែកត្តាទាំងនេះមិនកើតឡើងជាញឹកញាប់នោះឡើយដូចនេះចំហាយផ្សែងដែលចេញពីបំពង់នៅតាមផ្លូវនោះគឺជាប្រព័ន្ធចំហាយក្ដៅដែលបានយកទៅប្រើប្រាស់នៅក្នុងផ្ទះដើម្បីយកទៅធ្វើជាម៉ាស៊ីនកម្ដៅម៉ាស៊ីនសម្ងួតខោអាវនៅក្នុងផ្ទះជាដើម